Bà sung cổ rục chùm điệp su bom ôn bọc mai chật ti cổ rục chẳng o đôi sức đây cổ rục bàថ្ងៃនេះខ្ញុំមានប្រធានបទមួយដែលនិយាយតាក់ទងទៅនឹងបញ្ហាសុខភាពផ្លូវចិត្តគឺជាកត្តាមួយដែលពិភពលោកគួរយកចិត្តទុកដាក់ដោយសារតែសុខភាពផ្លូវចិត្តគឺជាសុខភាពមួយសំខាន់ណាស់បញ្ហាសុខភាពផ្លូវចិត្តគឺជាបញ្ហាមួយសំខាន់ណាស់ដែលគួរទៅដោះស្រាយសម្រាប់សុខភាពសាធារណៈក្នុងនោះគេសង្កេតឃើញថាបញ្ហាសុខភាពផ្លូវចិត្តសំខាន់ដែលច្រើនកើតមានឡើងដូចជាជំងឺបាក់ទឹកចិត្តដូចជាជំងឺថប់បារម្ភបញ្ហាតាក់ទងទៅនឹងការប្រើប្រាស់គ្រឿងញៀនបញ្ហាតាក់ទងទៅនឹងការប៉ះទង្គិចផ្លូវចិត្តជំងឺបាក់ស្បាតជាដើមដែលជាកត្តាប្រឈមត្រូវដោះស្រាយឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពសម្រាប់ប្រជាជាតិនៅលើពិភពលោកដែលត្រូវការអន្តរាគមន៍ឧបត្ថម្ភគាំទ្រដល់សុខភាពផ្លូវចិត្តឲ្យបានទាន់ពេលវេលាអញ្ចឹងគឺជាការចាំបាច់ណាស់សុខភាពផ្លូវកាយល្អក៏ប៉ុន្តែប្រសិនបើសុខភាពផ្លូវចិត្តមានបញ្ហាសុខភាពផ្លូវកាយក៏អាចនឹងមានបញ្ហាដែរឧទាហរណ៍ប្រសិនបើសុខភាពផ្លូវចិត្តមិនល្អមានការគិតច្រើនព្រួយបារម្ភច្រើនប៉ះពាល់ដល់សុខភាពផ្លូវកាយដែរដូចជាគេងអត់លក់ដូចជាមានបញ្ហាក្រពះពោះវៀនជាដើមបណ្ដាលមកពីការគិតច្រើនពិបាកចិត្តជាដើមអញ្ចឹងសុខភាពគឺត្រូវតែមានទាំងពីរទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តมันអាចមានតែសុខភាពផ្លូវកាយហើយខ្វះសុខភាពផ្លូវចិត្តអាចរស់នៅបានប្រកបដោយសុភមង្គលទេទាល់តែសុខភាពទាំងពីរនេះដើរទន្ទឹមគ្នាល្អដូចគ្នាទើបរស់នៅដោយសុភមង្គលជីវិតមានគុណភាពឬក៏គុណភាពនៃជីវិតល្អប្រសើរណាបងប្អូនជាទីគោរពជាទីស្រឡាញ់ចឹងបញ្ហាទាំងនេះជាបញ្ហាសំខាន់ជាពិសេសសុខភាពផ្លូវចិត្តគឺជាការសំខាន់ខ្លាំងណាស់ដែលពិភពលោកគួរតែយកចិត្តទុកដាក់ដែលអង្គការសុខភាពពិភពលោកបានយកចិត្តទុកដាក់និងវិស័យសុខាភិបាលបានយកចិត្តទុកដាក់ដើម្បីជាប្រយោជន៍ដល់ប្រជាជនប្រជាជាតិមានសុខភាពល្អសម្រាប់ពិភពលោកមានសេចក្តីសុខសន្តិភាពផ្លូវចិត្តនិងប្រជាជនមានសុខភាពល្អបរិបូរណ៍រស់នៅដោយសុភមង្គលបាទសូមគោរពអរគុណបងប្អូនពុកម៉ែទាំងអស់ជាទីគោរព